លោកជឹកម៉ាកើតនៅថ្ងៃទី10ខែកញ្ញាឆ្នាំ1964នៅទីក្រុងហាងយ៉ូខេត្តជីឈៀងប្រទេសចិនគឺជាសហគ្រិនជនជាតិចិនម្នាក់ដែលធ្លាប់ជាប្រធានក្រុមហ៊ុន Alibaba Group ដែលរួមមានគេហទំព័រជាច្រើនដ៏ពេញនិយមបំផុតរបស់ប្រទេសចិនរួមទាំងទីផ្សារអាជីវកម្មទៅអាជីវកម្ម alibaba.com និងគេហទំព័រទិញទំនិញ taobao.com លោកម៉ាបានចាប់ផ្ដើមចាប់អារម្មណ៍លើភាសាអង់គ្លេសតាំងពីនៅក្មេងហើយក្នុងវ័យជំទង់របស់គាត់បានធ្វើការជាមគ្គុទ្ទេសក៍សម្រាប់អ្នកទេសចរបរទេសទៅកាន់ទីក្រុងហាងជូលោកម៉ាបានប្រឡងឃ្លោកសម្រាប់មហាវិទ្យាល័យគ្រូបង្រៀនហាងជូ2 ដងជំនួយខ្សោយរបស់គាត់គឺគណិតវិទ្យាគាត់បានចូលរៀនក្នុងការប្រឡងលើកទី3របស់គាត់នៅក្នុងឆ្នាំ1984ហើយគាត់បានបញ្ចប់ការសិក្សាជាមួយសញ្ញាបត្របរិញ្ញាបត្រផ្នែកភាសាអង់គ្លេសក្នុងឆ្នាំ1988ពីឆ្នាំ1988ដល់ឆ្នាំ1993គាត់បានមករៀនភាសាអង់គ្លេសនៅវិទ្យាស្ថានអេឡិចត្រូនិកនិងវិស្វកម្មហាងជូឥឡូវជាសាកលវិទ្យាល័យហាងជូឌៀនស៊ីនៅឆ្នាំ1994គាត់បានបង្កើតក្រុមហ៊ុនដំបូងរបស់គាត់គឺ Hypo Translation Agency ដែលផ្ដល់ការបកប្រែនិងការបកប្រែភាសាអង់គ្លេសក្នុងដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិកនៅក្នុងនាមរដ្ឋាភិបាលក្រុងហាងជូក្នុងឆ្នាំ1995លោកម៉ាបានជួបជាមួយនឹងអ៊ីនធឺណិតជាលើកដំបូងហើយបានមើលឃើញថាគ្មានគេហទំព័រចិនជាអាកាសអាជីវកម្មដ៏អស្ចារ្យមួយពីត្រឡប់មកវិញលោកបានបង្កើត China Pages ដែលបានបង្កើតទំព័របណ្ដាញសម្រាប់អាជីវកម្មចិននិងជាក្រុមហ៊ុនអ៊ីនធឺណិតដំបូងគេមួយរបស់ប្រទេសចិនទោះបីជាយ៉ាងណាក៏លោកបានចាក់ចេញពីក្រុមហ៊ុននេះ2ឆ្នាំក្រោយមកដោយសារតែប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនទំនាក់ទំនង Hangzhou Telecom ដែលបានបង្កើតក្រុមហ៊ុនគូប្រជែងមួយគឺ Chinese Page ពីឆ្នាំ1998ដល់ឆ្នាំ1999លោកម៉ាគឺជាប្រធានក្រុមហ៊ុនអ៊ីនធឺណិតមួយនៅទីក្រុងប៉េកាំងដែលបានគាំទ្រដោយក្រសួងពាណិជ្ជកម្មបរទេសនិងសហប្រតិបត្តិការសេដ្ឋកិច្ចទោះបីជាយ៉ាងណាគឺលោកមានអារម្មណ៍ថាប្រសិនបើលោកនៅជាមួយរដ្ឋាភិបាលគឺលោកនឹងខកខានឱកាសសេដ្ឋកិច្ចដែលបង្កឡើងដោយបដិវត្តន៍អ៊ីនធឺណិតលោកម៉ាបានបញ្ជូនក្រុមរបស់លោកនៅក្រសួងត្រឡប់មកហាងជូវិញជាមួយនឹងលោកហើយបានបង្កើតក្រុមហ៊ុន Alibaba Group ដែលមានទម្រង់ជាគេហទំព័រដែលសម្របសម្រួលកិច្ចព្រមព្រៀងរវាងអាជីវកម្មខ្នាតតូចលោកម៉ាជួយចាត់ថាទីផ្សារអ៊ីនធឺណិតពីអាជីវកម្មខ្នាតតូចទៅអាជីវកម្មខ្នាតតូចមានសក្តានុពលរីកចម្រើនច្រើនជាងទីផ្សារអ៊ីនធឺណិតពីអាជីវកម្មទៅញាតិប្រើប្រាស់ជំនួសអាជីវកម្មខ្នាតតូចបានបង់ថ្លៃសេវាកម្មដើម្បីឲ្យមានទំនុកចិត្តនៅលើ Alibaba ដែលមានថ្លៃសេវាកាន់តែច្រើនបានគិតថ្លៃដល់អាជីវកម្មដែលចង់លក់ទៅអតិថិជនទៅក្រៅប្រទេសចិនដើម្បីបង្កើនទំនុកចិត្តនៅការលក់តាមអ៊ីនធឺណិត Alipay ត្រូវបានបង្កើតឡើងឆ្នាំ2003ដើម្បីធ្វើការជាភាគីទី3នៅក្នុងប្រតិបត្តិការ Alibaba បានរីកចម្រើនយ៉ាងរហ័សហើយបានកត់សម្គាល់ដោយក្រុមហ៊ុនអន្តរជាតិធំៗដូចជាក្រុមហ៊ុនអាមេរិក eBay ដែលបានបង្កើនទិញ Alibaba ច្រើនដងតាំងពីឆ្នាំ2004នៅឆ្នាំ2005វាបានទាក់ទាញចំណាប់អារម្មណ៍របស់វិនពរអ៊ីនធឺណិតអាមេរិក Yahoo ដែលបានទិញចំពោះបុគ្គល 50% និងនៅឆ្នាំ2007 Alibaba.com បានរងចំលុបរត់ចំលុនពីកាត$9,700,000នៅក្នុង IPO របស់វានៅទីក្រុងហុងកុងនៅឆ្នាំ2003លោកម៉ាបានបង្កើតក្រុមហ៊ុនថ្មីមួយទីផ្សារអនឡាញជូនទៅជនបន្តទៀតគឺ Taobao ភាសាចិនស្វែងរកកំណាត់នៅពេលលូ eBay សហការជាមួយក្រុមហ៊ុនចិន Ichnet មានចំណែកភាគរយ 80% នៅទីផ្សារប៉ុន្តែលោកម៉ាមានអារម្មណ៍ថា policy របស់ eBay Ichnet ការគិតថ្លៃប្រតិបត្តិការពីនឹងប្រើប្រាស់គឺជាចំណុចខ្សោយមួយTaobao មិនបានគិតថ្លៃសេវាបែបនោះទេប៉ុន្តែបានរកលុយពីពាណិជ្ជកម្មតាមអ៊ីនធឺណិតនិងលក់សេវាបន្ថែមទៅអតិថិជនការទូទីរបស់លោកម៉ាបានបង្ហាញការព្រឹត្តថានៅឆ្នាំ2007 Taobao មានចំណែកភាគ 87% ហើយ eBay ប្រគល់បន្ទុកម៉ាច់ភាគបត់ចិនឲ្យក្រុមហ៊ុនសេវាភាសាចិន Tom Group ដែលបានបង្កើតក្រុមហ៊ុនគូប្រជែងមួយនៅឆ្នាំ2014លោកម៉ាបានប្រកាសថា Taobao នឹងបំបែកជា3ក្រុមហ៊ុនគឺ Taobao Marketplace ដើម្បីអត្តអាជនអាចលក់និងទិញទំនិញ Taobao Mall គឺជាទំព័រទិញទំនិញអនឡាញនិង eTao គឺជាម៉ាស៊ីនរកស្បូកជាប់ពាក្យព័ន្ធនឹងការទិញទំនិញនៅឆ្នាំ2014ក្រុមហ៊ុន
Alibaba Group បានបង្ហាញពី IPO នៅលើផ្សារសហវិទ្យា New York ដែលបានរងលត់ចូល$21,800,000 ហើយ IPO នោះបានជាលានធំជាងគេបំផុតនៅសហរដ្ឋអាមេរិកនិងផ្ដល់តម្លៃទីផ្សារ$168,000,000 ដែលគឺជាតម្លៃខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ IPO សម្រាប់ក្រុមហ៊ុនណាតនៅពេលនោះនៅខែកញ្ញាឆ្នាំ2018គេបានប្រកាសថាលោកម៉ានឹងចុះចេញពីតំណែងក្រុមហ៊ុន Alibaba នៅឆ្នាំក្រោយប៉ុន្តែមិនទាន់អ្វីក្រុមហ៊ុនមិនបានក្រោយពីនោះទេនៅឆ្នាំ2014លោកម៉ាបានបង្កើតក្រុមហ៊ុនថ្មីមួយគឺក្រុមហ៊ុន Ant Group ដែលធ្វើការជាក្រុមហ៊ុនមេរបស់ Alipay និងសេវាហិរញ្ញវត្ថុផ្សេងទៀតនៅឆ្នាំ2020ក្រុមហ៊ុន Ant ត្រូវបានគ្រោងឲ្យលោកចេញសហហ៊ុននៅលើទីផ្សារប៉ុន្តែការប្រកាសនោះបានត្រូវពន្យាយកាលនៅពេលដែលមន្ត្រីចិនតម្រូវឲ្យក្រុមហ៊ុនទទួលបានការរៀបចំឡើងវិញនៅឆ្នាំការប្រកួតប្រជែងចិនបានមានការបើកការសង្កេតបន្ថែមទៅលើក្រុមហ៊ុន Alibaba ខតធ្វើរំនោះគឺមកដោយមានកោតប្រកាន់ធាទៅជាបន្តមិនបានចិនជាប់សហហ៊ុនលើទំនើបមួយគឺ$6,100,000,000សម្រាប់បង្កើតទិញទំនិញបន្តទៀតនៅខែមេសាឆ្នាំ2021ក្រុមហ៊ុន Alibaba បានទៅកិច្ចការប្រាក់ពន្ធប្រឆាំងនឹងការបដិមុខគារធំធេងចំនួន$2,800,000,000សម្រាប់ការល្មើសច្បាប់ប្រឆាំងនឹងការបដិមុខគារសេចក្តីថ្លែងផ្លោប្រឆាំងនឹងការបដិមុខគារនេះមកដោយមានការប្រឆាំងនឹងការបដិមុខគារធំធេងចំនួន$2,800,000,000សម្រាប់ការល្មើសច្បាប់ប្រឆាំងនឹងការបដិមុខគារដ៏អស្ចារ្យដោយមានប្រមាណទម្រង់កលៀនមួយតែមុំទាន់គិតធាននោះទេ